បាទជំរាបសួរខ្ញុំឈ្មោះរដ្ឋាជាអ្នកបច្ចេកទេសខាងកាកាវអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីសកម្មភាពនៃការរៀបចំទុកដាក់ចំពោះមែកពូជដែលយើងនឹងកាត់ហើយរៀបចំផ្ញើទៅតំបន់ដែលឆ្ងាយឬក៏ធ្វើការផ្ញើទៅឆ្លងប្រទេសជាដើមដែលអាចទុកដាក់បានរយៈពេល5ថ្ងៃទៅ1សប្តាហ៍បាទអញ្ចឹងគោលដៅនៃការកាត់តែងយកមែកពូជគឺគោលបំណងរបស់យើងគឺយកមែកពូជណាដែលល្អបាទអញ្ចឹងមែកពូជដែលល្អហើយជាពូជដែលធន់ទៅនឹងអាកាសធាតុពូជដែលធន់ទៅនឹងជំងឺហើយនឹងសត្វល្អិតជាដើមបាទជាពិសេសគឺបច្ចុប្បន្នយើងដឹងស្រាប់ហើយគឺមានបាតុភូតកម្ដៅ Super El Niño ហ្នឹងគឺអញ្ចឹងហើយចំពោះអ្នកធ្វើការដាំដុះកសិកម្មទាំងអស់គួរតែគិតឲ្យស៊ីជម្រៅទាក់ទងទៅនឹងការអនុវត្តកសិកម្មដែលអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុបាទអញ្ចឹងនេះគឺជាសកម្មភាពកាត់យកមែកពូជក្រុមការងារខ្ញុំកំពុងតែកាត់បាទអញ្ចឹងចំពោះការកាត់យកមែកពូជបាទដើម្បីយកទៅផ្សាំយើងក៏បូករួមនឹងផ្សំជាមួយសកម្មភាពនៃការកាត់តែងមែកដូចគ្នាបាទអញ្ចឹងក្នុងសកម្មភាពមួយយើងអនុវត្តបានពីរបច្ចេកទេសបាទទាក់ទងនឹងការ pruning ក៏ដូចជាការកាត់យកមែកពូជដើម្បីយកទៅផ្សាំបន្តបាទអរគុណនេះគឺជាមែកពូជបាទមែកពូជដែលយើងបានកាត់អញ្ចឹងចំពោះមែកពូជយើងកាត់មែកពូជណាដែលគិតថាល្អវាសមស្របក្នុងលក្ខខណ្ឌកូនជើងតម្រូវរបស់យើងបាទអញ្ចឹងចំពោះកូនជើងតម្រូវរបស់យើងដែលជាកកាវយើងបដោះពីក្របហ្នឹងវាមានលក្ខណៈធំធ្លុះល្អបែបនេះយើងគួរតែកាត់មែកពូជប្រភេទទំហំបែបនេះដូចគ្នាបាទហើយដាក់ទៅយើងងាយស្រួលក្នុងការកាត់តមែកកកាវដូចគ្នាបាទអញ្ចឹងចំពោះការកាត់មែកកកាវយើងជ្រើសកន្លែងណាដែលល្អសម្រាប់មែកដែលល្អគឺជាមែកដែលមិនចាស់ពេកហើយក៏មិនខ្ចីពេកអញ្ចឹងប្រភេទនេះគឺល្មមអញ្ចឹងចំពោះការកាត់បែបនេះគឺវាត្រឹមត្រូវទៅតាមបច្ចេកទេសនៃការប្រមូលកាត់មែកពូជបាទអញ្ចឹងដូចយើងឃើញស្រាប់ហើយប្រភេទកកាវនេះជាប្រភេទពូជល្អយើងឃើញស្លឹកវាធំហើយมันមានសញ្ញាណនៃជំងឺហើយនឹងសត្វល្អិតជាដើមអត់មានមកប៉ះពាល់មកបំផ្លាញទេអញ្ចឹងវាជាលក្ខខណ្ឌមួយល្អសម្រាប់យើងកាត់យកមែកពូជដើម្បីទៅធ្វើការសាកមែកបន្តបាទអញ្ចឹងចំពោះការកាត់គឺយើងធ្វើម៉េចរៀបចំឲ្យស្អាតដើម្បីឲ្យយើងនៅពេលផ្សាំយើងងាយស្រួលក្នុងការសាកមែកដូចគ្នានៅពេលដែលសាកមែកបាទអញ្ចឹងនេះគឺជាបែបបទនៃការរៀបចំមែកពូជដើម្បីធ្វើការសាកមែកបាទសាកមែកបន្តដើម្បីបានពូជថ្មីបាទនេះបន្ទាប់ពីយើងបានជ្រើសរើសមែកពូជហើយធ្វើការកាត់ហើយអញ្ចឹងសកម្មភាពមួយនេះគឺយើងរៀបចំវាបន្ថែមទៀតដើម្បីជ្រើសរើសកន្លែងណាដែលយើងគួរយកហើយនឹងមិនគួរយកហើយយើងធ្វើការសម្អាតនៅកន្លែងមែកនៃស្លឹកបន្តិចទៅដើម្បីងាយស្រួលក្នុងការវេចខ្ចប់បាទនេះជាសកម្មភាពដែលយើង
ធ្វើការរុំกระดาษអនាម័យជាប្រភេទกระดาษជូតមាត់ដើម្បីនៅពេលដែលយើងដឹកជញ្ជូនរយៈពេលឆ្ងាយឬយើងទុកដាក់ដូចជាក្នុងវ៉ាលីឬក៏កាតាបជាដើមធ្វើឲ្យយើងនឹងវាមិនងាយនឹងប៉ះពាល់ទៅលើភ្នែកនៃថ្នាំងបាទអញ្ចឹងចំពោះឧបករណ៍វិញយើងមានកระดาษអនាម័យជូតមាត់បាទហើយនឹងប្រភេទស្គុតជាប្រភេទស្គុតរុំវិចខ្ចប់បន្លែផ្លែឈើដើម្បីទុកដាក់កុំឲ្យខូចបាទអញ្ចឹងវិធីសាស្ត្រនៃបាទអញ្ចឹងវិធីសាស្ត្រនៃការរុំការអនុវត្តជាដំបូងយើងរុំกระดาษជូតមាត់មួយជាន់បាទនៅខាងក្នុងរុំជាប់ជាមួយនឹងខាងផ្នែកនៃមែកកាកាវមែកពូជបាទបន្ទាប់មកយើងដាក់បន្ថែមនៅกระดาษជូតមាត់បន្ថែមពីលើបាទដើម្បីឲ្យវាប្រកាសថានឹងមិនខូចហើយធានាថានឹងមិនប៉ះទង្គិចបាទអញ្ចឹងធ្វើបែបនេះគឺជាការទុកដាក់មួយដែលត្រឹមត្រូវដែលយើងអាចធានាបានការដឹកជញ្ជូនរយៈពេលឆ្ងាយបញ្ជាក់ឡើងវិញចំពោះกระดาษជូតមាត់បាទกระดาษអនាម័យជូតមាត់ហ្នឹងយើងមិនត្រូវការឲ្យមានសំណើមទេអញ្ចឹងយើងត្រូវការឲ្យវានៅកន្លែងមួយដែលត្រជាក់ប៉ុន្តែស្ងួតបាទបើសិនជាមែកពូជវាមានសំណើមវានឹងធ្វើឲ្យមែកពូជយើងខូចដោយសារតែការជ្រៀតចូលនៃជំងឺពពួកផ្សិតពពួក fungus នឹងចូលមកមែកពូជហើយនឹងធ្វើការបំផ្លាញមែកពូជយើងក្នុងគណៈដែលការវិខ្ចប់វាធ្វើឲ្យមានសំណើមបាទអញ្ចឹងនេះជាសកម្មភាពដដែលបាទនៃការវិខ្ចប់មែកពូជបាទអញ្ចឹងយើងដាក់กระดาษជូតមាត់ចូលរុំជាមួយមែកពូជដាក់ចន្លោះកដាលខ្លះទៅដើម្បីធ្វើម៉េចធានាឲ្យវាកាត់បន្ថយច្រើននៃការប៉ះទង្គិចអញ្ចឹងនៅពេលដែលយើងដឹកផ្លូវឆ្ងាយគឺការប៉ះទង្គិចហ្នឹងគឺវាអត់មានកើតឡើងទេបាទបន្ទាប់មកយើងធ្វើការរុំផ្លាស្ទិកអញ្ចឹងនៅពេលដែលយើងរុំផ្លាស្ទិករុំវាឲ្យណែនទៅបាទដើម្បីឲ្យធានាបានថាវានឹងមិនរង្គើហើយនឹងកកាត់មែកពូជបាទអញ្ចឹងនេះជាសកម្មភាពរុំនៅដំណាក់កាលទី1បាទអញ្ចឹងយើងរុំផ្លាស្ទិកឲ្យណែនអញ្ចឹងមកបាទចំពោះការរៀបចំមែកពូជយើងធ្វើម៉េចយើងរៀបចំកាត់វាឲ្យវាខ្លីល្មមដើម្បីងាយស្រួលក្នុងការវិខ្ចប់បាទអញ្ចឹងបន្ទាប់មកយើងធ្វើការរុំกระดาษជូតមាត់ជាលើកទី2បាទអញ្ចឹងការរុំលើកទី2នេះគឺយើងធានាឲ្យបាននៅសីតុណ្ហភាពដែលអាចរក្សាបានមែកពូជហើយនឹងរក្សានៅសំណើមនៃមែកពូជបាទហើយយើងក៏ធានាឲ្យបានឲ្យប្រកាសថាការប៉ះទង្គិចត្រូវបានកាត់បន្ថយភាគច្រើនជុំវិញ80ទៅ90%បាទអញ្ចឹងបន្ទាប់ពីយើងបានរុំกระดาษជូតមាត់กระดาษអនាម័យជាលើកទី2យើងធ្វើការរុំផ្លាស្ទិកជាលើកទី2បន្ថែមទៀតដើម្បីធ្វើម៉េចឲ្យការវិខ្ចប់របស់យើងរឹតតែមានគុណភាពល្អហើយនឹងធានាបាននៃការជៀសវាងនៃការប៉ះទង្គិចបាទអញ្ចឹងចំពោះវីដេអូនៃការរៀបចំទុកដាក់មែកពូជដើម្បីធ្វើការដឹកជញ្ជូនលក្ខណៈផ្លូវឆ្ងាយគឺមានប៉ុណ្ណឹងអញ្ចឹងបើសិនជាមានចម្ងល់អាច comment សួរឬក៏ឆាតសួរទៅតាម
WhatsApp Telegram ឬក៏ YouTube បានអរគុណបាទ